ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មានរឿងមួយទៀតហើយយកមកនិទានជូនពុកម៉ែបងប្អូនស្ដាប់ដូចតទៅរឿងនោះគឺនិយាយអំពីវិញ្ញាណខ្មោចដែលនៅក្នុងសន្តាគារការពិតរឿងនេះគឺ admin ចង់និយាយតាំងពីមុនចូលឆ្នាំមកម្លេះប៉ុន្តែដោយសារតែគិតឃើញថាពុកម៉ែបងប្អូនប្រហែលជាត្រូវធ្វើដំណើរដើរលេងកម្សាន្តទៅទីរមណីយដ្ឋានឬក៏ទៅខេត្តផ្សេងៗដូច្នេះប្រកាសជាស្នាក់នៅតាមសន្តាគារឬក៏ផ្ទះសំណាក់អីអញ្ចឹងទៅដល់ពេលបានស្ដាប់រឿង admin និយាយទៅក៏មានអារម្មណ៍ថាភ័យខ្លាចអញ្ចឹងហើយទើប admin អត់ទាន់ហ៊ាននិយាយទេទើបតែចប់ចូលឆ្នាំគឺចាប់ផ្ដើមនិយាយតែម្ដងរឿងនេះហើយតួអង្គក្នុងសាច់រឿងសំខាន់របស់យើងនេះគឺមាន2នាក់ទី1បរោះឈ្មោះសុខាទី2បរោះឈ្មោះសុភាពួកគាត់ទាំងពីរនាក់ហ្នឹងគឺជាមិត្តភក្តិនឹងគ្នាហើយអ្នកដែលជួបដំបូងគេគឺសុខាគាត់បានទៅស្នាក់នៅសន្តាគារមួយកន្លែងក្នុងរាជធានីភ្នំពេញនៅពេលដែលគាត់ដើរចូលទៅក្នុងសន្តាគារនោះគាត់មានអារម្មណ៍ថាចម្លែកព្រោះសន្តាគារមើលទៅដូចជាចាស់ទ្រុឌទ្រោមហើយរបស់របរចាស់ចាស់និងកន្លែងខ្លះគឺពោពេញទៅដោយធូលីចំណែកឯភ្លើងនៅក្នុងសន្តាគារគឺមិនសូវភ្លឺឡើយហើយមានបុរសចំណាស់ម្នាក់អាយុប្រហែលជា50ឆ្នាំជាងគាត់អង្គុយនៅកន្លែងទទួលភ្ញៀវនៅពេលដែលសុខាគាត់ដើរទៅដល់ទីនោះគឺគាត់ធំក្លិនចម្លែកគឺជាក្លិនផ្អួរមើលទៅជញ្ជាំងនៃសន្តាគារគឺពោពេញទៅដោយសំណើមកន្លែងខ្លះគឺរបើកថ្នាំពណ៌មកទាំងផ្ទាំងហើយគាត់សឹងតែមិនអាចឈរនៅទីនោះបានយូរឡើយចំណែកឯបុរសចំណាស់ម្នាក់ដែលឈរនៅពីមុខគាត់នោះមិនសូវជានិយាយស្ដីអ្វីនោះទេនៅពេលដែលសុខាគាត់សួរនាំមួយម៉ាត់គឺគាត់ឆ្លើយមួយម៉ាត់ពេលខ្លះគឺគាត់មិនឆ្លើយផងគឺគាត់ងក់ក្បាលហើយរឿងដែលធ្វើឲ្យសុខាចងចាំមិនភ្លេចនោះគឺគាត់ត្រូវបានស្នាក់នៅឯជាន់ទី3នៃសន្តាគារគឺជាជាន់ដែលគេហាមឃាត់មិនឲ្យដាក់ភ្ញៀវនោះទេប៉ុន្តែមិនដឹងជាមូលហេតុអ្វីបានជាពេលហ្នឹងសុខាត្រូវគេឲ្យទៅស្នាក់នៅជាន់ហ្នឹងទៅវិញមិនត្រឹមតែស្នាក់នៅជាន់ទី3ប៉ុណ្ណោះទេនៅពេលដែលសុខាគាត់ឡើងទៅឯជាន់នោះគឺគ្មានបុគ្គលិកណាជាអ្នកជួយយួរអីវ៉ាន់ឡើងទៅជាមួយឡើយគឺសុខាគាត់ទៅតែម្នាក់ឯងតែប៉ុណ្ណោះនៅពេលដែលគាត់ឡើងទៅដល់ជាន់ទី3ហើយទាំងមុខទាំងក្រោយឆ្វេងស្ដាំគឺថាគ្មានអ្នកណានៅក្បែរគាត់ឡើយគឺគាត់ដើរតែម្នាក់ឯងនោះទេហើយជាន់ទី3នោះគឺមានសភាពស្អាតខ្លាំងណាស់ស្អាតជាងនៅជាន់ខាងក្រោមទៅទៀតប្រៀបដូចជាមានអ្នកណាមកសម្អាតជាប្រចាំថ្ងៃអញ្ចឹងប៉ុន្តែគាត់មិនបានចាប់អារម្មណ៍លើរឿងនេះនោះទេគឺគាត់ដើរទៅរកបន្ទប់របស់គាត់លេខ302នៅពេលដែលគាត់ទៅដល់បន្ទប់302ហើយគាត់ក៏ចាក់សោចូលទៅក្នុងបន្ទប់ភ្លាមគ្រាន់តែគាត់បិទទ្វារភ្លាមស្រាប់តែឮសំឡេងគោះទ្វារផ្លែតតែម្ដងគាត់ក៏ឆ្ងល់ណាស់ដែរថាតើអ្នកណាមកគោះទ្វារភ្លាមអញ្ចឹងព្រោះថាមុនហ្នឹងគាត់នៅខាងក្រៅគ្មានមនុស្សផងប៉ុន្តែគាត់មិនបានគិតទៅលើរឿងវិញ្ញាណខ្មោចអីនោះទេគាត់បានបើកទ្វារភ្លាមប៉ុន្តែពេលនោះគ្មានអ្នកណានៅទីនោះឡើយគាត់ចាប់ផ្ដើមឆ្ងល់ប៉ុន្តែគាត់ស្រាប់តែគិតថាប្រហែលជាមានសំឡេងអ្វីមួយដែលមកបន្លប់ធ្វើឲ្យគាត់យល់ច្រឡំថាជាការគោះទ្វារអីអញ្ចឹងទៅបន្ទាប់មកគាត់ក៏យកវ៉ាលីរបស់គាត់យកទៅទុកហើយនៅក្នុងវ៉ាលីរបស់គាត់គឺមានខោអាវមានកន្សែងមានអីគាត់ប្រើប្រាស់របស់គាត់ទាំងអស់គឺគាត់អត់ប្រើប្រាស់របស់សន្តាគារនោះទេហើយគាត់យកកន្សែងរបស់គាត់ចូលក្នុងបន្ទប់ទឹកនៅពេលដែលគាត់ងូតទឹកហើយគឺគាត់សម្អាតខ្លួនជាមួយនឹងកន្សែងនោះប៉ុន្តែនៅពេលដែលគាត់គ្រាន់តែបើកទ្វារបន្ទប់ទឹកភ្លាមស្រាប់តែខ្យល់ត្រជាក់ជះមកលើខ្លួនគាត់មកភឹបនឹងគឺគាត់ថាត្រជាក់ខ្លាំងណាស់មានអារម្មណ៍ថាវាដូចជាអ្វីម្យ៉ាងដែលគាត់ដើរឆ្លងកាត់ឬក៏របស់នោះឆ្លងកាត់គាត់មកធ្វើឲ្យគាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងបើយើងឧទាហរណ៍ទៅថានៅក្នុងបន្ទប់នោះមានសីតុណ្ហភាព20អង្សាប៉ុន្តែពេលដែលចូលទៅក្នុងបន្ទប់ទឹកគឺមានសីតុណ្ហភាពប្រហែលជា17-18អង្សាអីអញ្ចឹងទៅគឺវាត្រជាក់ខុសពីធម្មតាពេលហ្នឹងគឺគាត់អត់បានគិតអីច្រើននោះទេគឺគាត់ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីមុជទឹកហើយពេលដែលគាត់មុជទឹកហ្នឹងគឺគាត់អត់បានមុជទឹកក្តៅទេគឺគាត់មុជទឹកត្រជាក់ធម្មតាប៉ុន្តែកញ្ចក់ដែលនៅជុំវិញនោះស្រាប់តែស្រអាប់គាត់ឆ្ងល់ដែរថាមូលហេតុអីបានជាកញ្ចក់ស្រអាប់អញ្ចឹងខណៈដែលគាត់មិនបានមុជទឹកក្តៅផងបន្ទាប់មកគាត់ក៏ចេញពីបន្ទប់ទឹកវិញដោយមិនមានការសង្ស័យគិតគូរអីវិញឆ្ងាយនោះទេហើយជូតខ្លួនមើលទូរទស្សន៍មួយផ្លែតក៏សម្រាកទៅរឿងដែលធ្វើឲ្យគាត់ព្រឺក្បាលខ្លាំងនោះគឺនៅពេលនឹងឯងនៅពេលដែលគាត់ដេកលក់មួយផ្លែតគឺដេកលក់មួយភាំងស្រាប់តែឮសំឡេងទឹកហូរនៅក្នុងបន្ទប់ទឹកពេលនោះគាត់ក្រោកឡើងហើយចូលទៅមើល
ស្រាប់តែឃើញទឹកហូរនៅឯឡាបូលាងដៃគាត់ឆ្ងល់ខ្លាំងណាស់ហេតុអីក៏ទឹកនេះបែរជាហូរដោយខ្លួនឯងបែបនេះហើយគាត់ក៏យកដៃទៅបិទទឹកនឹងទៅហើយពេលដែលបិទគឺវាមានសភាពតឹងវាមិនអាចថាទឹកនឹងហូរមកដោយខ្លួនឯងបាននោះទេប៉ុន្តែគាត់ក៏មិនបានទៅគិតអ្វីវិញឆ្ងាយឡើយគាត់ក៏ទៅសម្រាកម្ដងទៀតពេលដែលគាត់សម្រាកបានមួយផ្លែតទឹកនោះក៏ចាប់ផ្ដើមហូរម្ដងទៀតហើយគាត់ក៏ចាប់ផ្ដើមសង្ស័យហើយគិតថានៅក្នុងបន្ទប់នោះប្រហែលជាមានមនុស្សនៅឬក៏ចោលអីអញ្ចឹងទៅពេលនោះគាត់ក៏ចាប់ផ្ដើមរករបស់រឹងដើម្បីការពារខ្លួននៅទីនោះវាអត់មានអីនោះទេប៉ុន្តែវាមានថូផ្កាមួយរាងធំគួរសមដែរគាត់ក៏កាន់ថូផ្កានឹងហើយដើរសម្ដៅទៅបន្ទប់ទឹកគឺគាត់រកគ្រប់ទីកន្លែងក្រែងលោថាមានចោលមានមនុស្សណាចូលមកនៅទីនេះបើសិនជាមានបញ្ហាអ្វីគឺគាត់ប្រើថូផ្កានឹងដើម្បីសំពងក្បាលគេហើយប៉ុន្តែគាត់រកយ៉ាងណាក៏នៅតែមិនឃើញហើយគាត់ក៏រកនៅតាមទូខោអាវហើយនឹងគៀនប្រឡោះក្រែអីជាដើមគឺអត់មានអ្នកណានៅទីនោះទេពេលហ្នឹងគឺគាត់ចាប់ផ្ដើមឆ្ងល់ហើយតើមូលហេតុអ្វីបានជាទឹកនឹងវាចេះតែហូរដោយខ្លួនឯងបន្ទាប់មកសុខាក៏ទូរស័ព្ទទៅសួរបុគ្គលិកសន្តាគារប្រហែលជា5នាទីក្រោយមកមានបរិសុទ្ធចំណាស់ម្នាក់គាត់គឺជាជាងជួសជុលបន្ទប់ទឹកនោះគាត់បានមកមើលចុះឡើងហើយគាត់និយាយថាវាអត់មានអ្វីជាបញ្ហានោះទេបន្ទាប់ពីពិនិត្យសពគ្រប់អស់ហើយគាត់ក៏ត្រឡប់ទៅវិញចំណែកឯសុខាក៏ចូលសម្រាកតាមធម្មតាប៉ុន្តែលើកនេះគាត់មានអារម្មណ៍ថាដូចជាមិនសូវស្រួលហើយពេលដែលគាត់គិតយូរទៅក៏ដេកលក់ដោយមិនដឹងខ្លួនហើយពេលដែលគាត់ដេកលក់រៀងយូរគ្រាន់បើដែរស្រាប់តែអាទឹកនឹងវាហូរមកម្ដងទៀតគាត់ចាប់ផ្ដើមភ័យហើយពេលហ្នឹងគឺអារម្មណ៍របស់គាត់មិនដឹងថានៅទីណានោះទេព្រោះបេះដូងគាត់ញ័រខ្លាំងណាស់គឺគាត់ប្រហែលជាដឹងថាមានអ្វីចម្លែកនៅក្នុងបន្ទប់នោះជាមិនខានប៉ុន្តែគាត់នៅតែមានភាពក្លាហានចូលទៅក្នុងបន្ទប់ទឹកនោះម្ដងទៀតពេលដែលគាត់ចូលទៅគឺគាត់ឃើញនៅផ្ទាល់ភ្នែកថាទឹកនឹងនៅតែហូរដដែលទោះបីជាគាត់ព្យាយាមបិទយ៉ាងណាក៏ដោយដូច្នេះគាត់មិននៅទៀតនោះទេពេលនោះគឺគាត់ស្រែកខ្លាំងហើយទាញអាវ៉ាវ៉ាន់រត់ចេញពីបន្ទប់នោះតែម្ដងមិនដឹងថាគាត់យកបានស្អីខ្លះខ្វះស្អីខ្លះនៅទីនោះទេគឺថាពេលនោះគាត់រត់យកតែមែនតែនពេលដែលគាត់ទៅដល់ lobby វិញគឺគាត់ប្រគល់សោឲ្យទៅអ៊ំចំណាស់ម្នាក់នោះហើយអ៊ំនោះគាត់អត់មាននិយាយស្អីទេគឺគាត់ហាក់ដូចជាដឹងរឿងថាវាប្រកាសជាមានរឿងបែបនឹងកើតឡើងអញ្ចឹងគាត់គ្រាន់តែងក់ក្បាលហើយទទួលយកសោនោះទៅវិញអញ្ចឹងទៅហើយចំណែកឯសុខាគាត់ចាក់ចេញពីសន្តាគារនោះនៅយប់នោះតែម្ដងប៉ុន្មានថ្ងៃបន្ទាប់មកសុខាបានយករឿងនោះទៅប្រាប់សុភាដែលជាអ្នកនិពន្ធសៀវភៅហើយសុភាគាត់ចាប់អារម្មណ៍ខ្លាំងណាស់ព្រោះគាត់ចង់សរសេរអាភាពជាក់ស្ដែងអាសាច់រឿងហ្នឹងចូលទៅក្នុងសៀវភៅរបស់គាត់ប៉ុន្តែដើម្បីសរសេរឲ្យបានកាន់តែល្អប្រសើរនោះគាត់ចាំបាច់ត្រូវតែទទួលអារម្មណ៍ពិតដោយខ្លួនឯងនិយាយឲ្យចំទៅគឺគាត់ចង់ឲ្យខ្មោចលងតែម្ដងព្រោះថាគាត់ក៏ជាមនុស្សដែលមិនចេះខ្លាចខ្មោចដែរដូច្នេះហើយគាត់ក៏សម្រេចចិត្តថាគាត់នឹងទៅស្នាក់នៅក្នុងសន្តាគារនោះទោះបីជាសុខាគាត់ហាមឃាត់យ៉ាងណាក៏សុភានៅតែសម្រេចតាមការគិតរបស់ខ្លួនដដែលបន្ទាប់ពីការសម្រេចចិត្តនោះហើយសុភាគាត់ក៏បានទៅស្នាក់នៅឯសន្តាគារនោះពិតប្រាកដមែនគ្រាន់តែគាត់ចូលទៅដល់ក្នុងសន្តាគារនោះភ្លាមគាត់មានអារម្មណ៍ថាមានភ្នែកជាច្រើនបានសម្លឹងមើលមកគាត់ខណៈដែលជុំវិញនោះគឺមិនមានអ្វីនោះទេហើយនៅពេលដែលគាត់ដើរទៅដល់កន្លែងបញ្ឈរទទួលភ្ញៀវស្រាប់តែមានអារម្មណ៍ថាដូចជាមានរបស់អ្វីមកស្ទាបអង្អែលមុខគាត់អញ្ចឹងគាត់ងាកចុះងាកឡើងហាក់ដូចជាស្វែងរកអ្វីមួយយ៉ាងខណៈដែលអ៊ំប្រុសដែលឈរនៅទីនោះគឺគាត់បានយល់ការច្បាស់ណាស់ហើយគាត់និយាយថាស្វាគមន៍មកដល់សន្តាគារនេះការស្នាក់នៅជាន់ក្រោមបំផុតគឺជារឿងដ៏ល្អប៉ុន្តែសុភាគាត់ស្រាប់តែនិយាយទៅកាន់អ៊ំប្រុសម្នាក់នោះវិញថាគាត់ត្រូវការស្នាក់នៅបន្ទប់លេខ302នៅឯជាន់ទី3គ្រាន់តែឮបែបនេះភ្លាមអ៊ំប្រុសម្នាក់នោះស្រាប់តែមានអារម្មណ៍ភ្ញាក់ព្រឺតហើយបើកភ្នែកធំៗខណៈដែលមុខគាត់ស្លេកស្លាំងមែនទែនអ៊ំប្រុសម្នាក់នោះគាត់មិនបាននិយាយអីច្រើននោះទេគាត់គ្រាន់តែប្រាប់ថាវាមិនល្អឡើយព្រោះជាន់ទី3វាខ្ពស់គួរសមដែរសុភាក៏បញ្យល់ប្រាប់គាត់ថាគាត់គឺជាអ្នកនិពន្ធគាត់ចង់ទទួលអារម្មណ៍ពិតដើម្បីសរសេរចេញជាសៀវភៅមួយពេលដែលអ៊ំប្រុសគាត់ឮបែបនោះគាត់ក៏យល់ការហើយក៏ឲ្យសោមួយទៅកាន់សុភាសោនោះធ្វើអំពីលង្ហិនជាសោសម័យកាលបុរាណពេលដែលសុភាកាន់សោនោះភ្លាមគាត់មានអារម្មណ៍ថាព្រឺក្បាលខ្ញាក់តែម្ដងដូចជាមានអ្វីនៅក្បែរគាត់កំពុងតែចាប់ដៃចាប់ជើងគាត់អញ្ចឹងប៉ុន្តែនេះគ្រាន់តែជាអារម្មណ៍របស់គាត់តែប៉ុណ្ណោះ
គាត់និយាយប្រាប់ខ្លួនឯងថាគ្មានអ្វីទេនៅលើលោកនេះគ្មានខ្មោចឡើយបន្ទាប់មកសុភាក៏ដើរឡើងទៅជាន់ទី3ពេលដែលគាត់ដើរទៅគាត់មានអារម្មណ៍ថាមានមនុស្សជាច្រើនកំពុងតែមើលមកគាត់ជាពិសេសនៅតាមជញ្ជាំងតែម្ដងប៉ុន្តែពេលដែលគាត់សម្លឹងទៅគឺគ្មានអ្វីនោះទេហើយចំណែកឯភ្លើងដែលចាំងជះនៅលើជញ្ជាំងវាប្រៀបដូចជារូបភាពមនុស្សស្រីមួយដែលកំពុងតែសម្លឹងមើលមកគាត់មានអារម្មណ៍ភ័យខ្លាចតិចៗដែរប៉ុន្តែគាត់ថានេះគឺជាបទពិសោធន៍មួយដែលគាត់នឹងយកទៅសរសេរនៅក្នុងសៀវភៅរបស់គាត់បន្ទាប់ពីសុភាគាត់ដើរទៅដល់បន្ទប់លេខ302ហើយគាត់ក៏ចាក់សោចូលទៅក្នុងបន្ទប់នោះប៉ុន្តែរឿងដែលចម្លែកបំផុតគឺក្លិននៅក្នុងបន្ទប់នោះគឺឆួលខ្លាំងណាស់គឺជាក្លិនផ្អួរបូករួមនឹងក្លិនធូលីដូចជាបន្ទប់ដែលមិនបានសម្អាតរាប់ឆ្នាំមកហើយអញ្ចឹងធ្វើឲ្យគាត់ឆ្លក់ហើយកណ្ដាស់ភ្លាមៗតែម្ដងបន្ទាប់ពីសុភាគាត់ចូលទៅដល់ក្នុងបន្ទប់នោះហើយគាត់បានយកវ៉ាលីរបស់គាត់ទៅទុកហើយទាញកុំព្យូទ័រមួយយកមកដាក់លើតុដើម្បីសរសេរអត្ថបទរឿងរបស់គាត់បន្តទៀតប៉ុន្តែអារម្មណ៍របស់គាត់គឺផិតភ័យខ្លាំងណាស់ពេលនោះគាត់ធ្វើការអ្វីមិនកើតនោះទេហើយគាត់ព្យាយាមរក្សាអារម្មណ៍របស់គាត់បណ្ដេញអារម្មណ៍អវិជ្ជមានចេញហើយប្រមូលអារម្មណ៍ឲ្យមូលធ្វើយ៉ាងណាឲ្យគាត់អាចធ្វើការនៅទីនោះបានគាត់តែងតែទន្ទិញពាក្យថានេះជាអារម្មណ៍ខ្លួនឯងបំភ័យខ្លួនឯងតែប៉ុណ្ណោះវាគ្មានអ្វីកើតឡើងនោះទេបើសិនជាសន្តាគារនេះពិតជាមានខ្មោចសាហាវលងយ៉ាងខ្លាំងពិតមែននោះម្លេះវាមិនអាចដំណើរការរហូតមកដល់ពេលនេះនោះទេនៅយប់នោះសុភាគាត់ធ្វើការរហូតដល់យប់ជ្រៅតែម្ដងយប់កាន់តែជ្រៅគឺកាន់តែស្ងាត់ចំណែកឯសំឡេងប្លែកៗក៏ចេះតែបន្លឺឡើងជាពិសេសគឺសំឡេងមនុស្សដើរនៅខាងក្រៅខណៈដែលជាន់ទី3នឹងគឺសុភាគាត់ដឹងច្បាស់ណាស់ថាគេបានបិទទៅហើយមិនអនុញ្ញាតដាក់ភ្ញៀវណានោះទេអញ្ចឹងមានន័យថានៅជាន់ទី3នឹងគឺមានតែ